រដ្ឋាភិបាលក្រៅប្រទេសគឺអ្នកដែលចេញមកជាថ្នាក់ដឹកនាំនៅក្រៅប្រទេសមែនតែយើងមានបណ្ដាញនៅក្នុងប្រទេសអ្នកគ្រប់គ្រងអ្នកដែលធ្វើការបម្រើចលនាជាតិតស៊ូក្រុមប្រឹក្សាជាតិតស៊ូនេះដើម្បីឈ្មោះទៅរកទៅការសម្រេចគោលដៅរបស់យើងគោលដៅរបស់យើងសូមរំលឹកចម្បងគឺការអនុវត្តកិច្ចព្រមព្រៀងទីក្រុងប៉ារីសហើយបងប្អូនណាមិនទាន់យល់ច្បាស់សូមឲ្យហ៊ុនសែនពន្យល់ទៅថាហេតុអ្វីបានមិនព្រមជំរុញឲ្យអនុវត្តកិច្ចព្រមព្រៀងទីក្រុងប៉ារីសយើងមានដូចទៅទ្រព្យសម្បត្តិមួយដ៏សម្បើមមិនក៏មិនយកមកប្រើប្រាស់មិនមិនយកមកការពារទឹកដីប្រទេសកម្ពុជាឲ្យយើងបាត់បង់ទឹកដីងាយងាយឲ្យខ្មែរទៅស្លាប់បង្ហូរឈាមអត់ប្រយោជន៍យើងមិនចាំបាច់ធ្វើសង្គ្រាមមិនចាំបាច់បង្ហូរឈាមទេប្រើតែកិច្ចព្រមព្រៀងទីក្រុងប៉ារីសនេះទៅឥឡូវឲ្យហ៊ុនសែនឆ្លើយខ្ញុំជឿថាប្រជារាស្ត្រខ្មែរចង់ដឹងណាស់จะឆ្លើយថាម៉េចពីព្រោះវាអត់មានជំរឿបើយើងជាមនុស្សធម្មតាយើងជាអ្នកស្រឡាញ់ជាតិយើងអត់មានទោសកំហុសអ្វីយើងត្រូវតែទាមទារឲ្យអនុវត្តកិច្ចព្រមព្រៀងទីក្រុងប៉ារីសយើងរួចខ្លួនយើងបានសហគមន៍អន្តរជាតិទាំងមូលឈរពីក្រោយខ្នងយើងជួយការពារទឹកដីយើងមានទាំងប្រទេសថៃដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងប៉ារីសផងពេលនោះប្រទេសថៃជួបការលំបាកហើយពីព្រោះហត្ថលេខារបស់ខ្លួនបានធានាបញ្ជាក់ថាខ្លួនត្រូវគោរពបូរណភាពទឹកដីប្រទេសកម្ពុជាឥឡូវគោរពយ៉ាងម៉េចយកកិច្ចព្រមព្រៀងទីក្រុងប៉ារីសយកមកអនុវត្តឲ្យអ្នកសង្កេតការឲ្យអ្នកជំនាញអន្តរជាតិអង្គការសហប្រជាជាតិមកពិនិត្យព្រំដែននោះតើយើងមានបាត់បង់ទឹកដីកន្លែងណាទេខ្ញុំជឿថាបាត់បង់ទឹកដីពីព្រោះយើងមិនព្រមយកកិច្ចព្រមព្រៀងទីក្រុងប៉ារីសយកមកអនុវត្តយើងសុខចិត្តបញ្ជូនទ័ពសិតតែកូនអ្នកក្រខ្វះសម្ភារៈខ្វះស្បៀងខ្វះទាំងសម្ភារៈបំពាក់ចំណីអាហារយកទៅធ្វើសង្គ្រាមហើយទាហានដែលមានលុយមានសម្ភារៈមានអាវុធល្អគេទុកនៅទីក្រុងភ្នំពេញដើម្បីការពារអំណាចហ៊ុនសែនទៅវិញអាហ្នឹងបៃលុកបៃឡសុទ្ធតែហ៊ុនសែនត្រូវសារភាពឲ្យប្រជាពលរដ្ឋខ្មែរយល់ឲ្យច្បាស់ថាអ្វីដែលហ៊ុនសែននិងក្រុមគ្រួសារហ៊ុនសែនមិនព្រមអនុវត្តកិច្ចព្រមព្រៀងទីក្រុងប៉ារីសនេះពីព្រោះខ្លាច